បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានវត្ថុពីរមុខបងប្អូនណាបាទគឺយកមកដាក់ថតចែកជូននៅបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយប្រហែលថ្ងៃនេះជាទៅជាប់រវល់រហូតបងប្អូនណាបាទចូលឆ្នាំចិនសែនមាសសែនអីចឹងទៅបងប្អូនណាបាទបងប្អូនក៏រវល់ខ្ញុំក៏រវល់ដូចគ្នាបងប្អូនណាដូចខ្ញុំបានជម្រាបចឹងឥឡូវហ្នឹងក៏យើងចប់ហើយបាទហើយក៏ឆ្លៀតយកវត្ថុស័ក្តិសិទ្ធិទាំងពីរមុខនេះយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបាទនេះគឺខ្ញុំរៀបរាប់ប្រភេទនៃអង្គទី1នេះបងប្អូនណាបាទនៃអង្គទី1នេះគឺជាប្រភេទនៃអង្គខ្នាយកាច់បងប្អូនណាបាទអង្គខ្នាយកាច់សុចរិនតែម្ដងបងប្អូនណាបាទគឺអង្គខ្នាយកាច់បាទគឺសុតតែម្ដងបងប្អូនណាបាទគឺសុតស្អាតណាស់បាទគឺរបស់ខ្មែរយើងបងប្អូនណាបាទគឺរបស់ខ្មែរយើងបាទនេះគឺជាប្រភេទនៃអង្គខ្នាយកាច់បងប្អូនណាហើយអង្គខ្នាយកាច់នេះដែរដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទអង្គខ្នាយកាច់នេះគឺមិនមែនបោះខ្ញុំបាទទេគឺមានបោះបងប្អូនបាទដែលគាត់ពឹងពាក់ឲ្យខ្ញុំយកមកដាក់ថតដាក់ផុសចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមហើយក៏ដូចជាដាក់ស្វែងរកម្ចាស់ថ្មីបងប្អូនណាដាក់ស្វែងរកម្ចាស់ថ្មីគឺកាច់តាន់ប៉េះចាយម្ដងបងប្អូនណាបាទហើយស្អាតតាទាក៏ធំបាទប្រវែងក៏វែងបងប្អូនណាដូចជាបងប្អូនឃើញនៅក្នុងនេះស្រាប់ហើយបាទគ្រាន់តែសម្លៀងរបស់គាត់នេះគឺ5 6ហ៊ុនបាត់ទៅហើយបងប្អូនណាបាទ5 6 7ចូល7ហ៊ុនហើយបាទចឹងខ្នាយនេះចូលប្រវែងប្រហែលជាខ្ញុំមិនបានវាស់ទេតែបើសិនជាខ្ញុំស្មានមិនខុសទេអាចនឹង9ហ៊ុន8ហ៊ុនឬក៏9ហ៊ុនបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងបាទប្រភេទនៃអង្គខ្នាយកាច់បងប្អូនណាបាទនេះគឺម្ចាស់គាត់ស្រោបធ្វើជាខ្នាតបន្តោងហើយខ្នាយកាច់នេះក៏ធ្លាប់ឆ្លងកាត់សង្គ្រាមហើយដែរបងប្អូនណាបាទក៏ធ្លាប់ឆ្លងកាត់សង្គ្រាមហើយដែរបាទដូចជាបងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់បងប្អូនណាបាទគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេពីព្រោះថាខ្នាយនេះគឺបោះបងខាងកងកម្លាំងបងបាទបោះបងខាងកងកម្លាំងបាទគាត់ក៏ពឹងពាក់បាទឲ្យខ្ញុំយកមកដាក់ថតស្វែងរកម្ចាស់ថ្មីបងប្អូនណាដើម្បីយកថវិកាទៅដោះស្រាយនៅក្នុងក្រុមគ្រួសារគាត់បងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទឲ្យស្អាតកាច់ស្អាតណាបងប្អូនណាបាទនេះគឺខាងគុលឲ្យគាត់កាច់បងប្អូនណាបាទខាងគុលឲ្យគាត់កាច់បាទចឹងរបស់នេះគឺមិនធម្មតាទេបងប្អូនណាបាទប្រភេទនៃអង្គខ្នាយកាច់យើងក៏អត់ចាំបាច់រៀបរាប់វែងឆ្ងាយដែរបងប្អូនណាបាទគឺសម្រាប់ការពារខាងសឹកសង្គ្រាមតែម្ដងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងឲ្យស្អាតណាបាទស្អាតមែនទែនតែម្ដងបាទចំណែកឯអង្គទី2នេះគឺជាប្រភេទនៃអង្គថ្កៀមខ្ទីងបងប្អូនណាបាទអង្គថ្កៀមខ្ទីងនេះក៏ខ្ញុំធ្លាប់ដាក់សាកនៅលើដើមចេកហើយបងប្អូនណាមើលតែពណ៌សម្បុរគឺដឹងហើយបងប្អូនណាគឺពណ៌សម្បុរលោកឡើងដោយខ្លួនឯងអញ្ចឹងអង្គថ្កៀមខ្ទីងនេះគឺអានុភាពរបស់លោកគឺបើនិយាយពីរិទ្ធិជានិងបារមីរបស់លោកគឺមិនចាញ់ខ្នាយកាច់មិនចាញ់ចែកតាន់នោះទេបងប្អូនណាមិនចាញ់ខ្នាយតាន់នោះទេបាទខ្នាយតាន់ឬក៏ចែកកាច់នោះទេបងប្អូនណាដោយសារគាត់ដាក់នៅលើដើមចេកគឺមិនលូតទេបងប្អូនណាបាទដាក់នៅលើដើមចេកគឺមិនលូតទេបាទគឺនេះគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេបាទហើយគាត់ឡើងកករឹងចង់คลายទៅជាថ្មទៅហើយថ្កៀមខ្ទីងមួយអង្គនេះបងប្អូនណាបាទចង់คลายទៅជាថ្មទៅហើយបាទស្អាតណាបងប្អូនណាបាទនេះគឺដុសភេមកទៀតបងប្អូនណាគឺដុសភេមកទៀតដូចជាដុសនឹងពួនក្របតូចឡើងមកចឹងបងប្អូនណាបាទអញ្ចឹងពិសេសតែម្ដងថ្កៀមខ្ទីងមួយអង្គនេះគឺពិសេសណាស់បងប្អូនណាបាទសម្រាប់យើងការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យនាំលៀបនាំជ័យនាំសិរីមង្គលដល់ក្រុមគ្រួសារយើងបាទប្រើខាងស្នេហ៍មហានិយមលក់ដូររ៉ូស៊ីបងប្អូនណាបាទដោយសារប្រភេទថ្កៀមគឺប្រើខាងរ៉ូស៊ីគឺពូកែណាស់បងប្អូនណាបាទដាក់ផ្ទះគឺតិចតិជុំការពារនៅសត្វអាសេរពិសផ្សេងមកឲ្យមិនឲ្យចូលចិត្តគ្រឿងបាននោះទេបងប្អូនណាបាទផ្ទួយតិចក្អែបខាំឆ្មាខាំឆ្កែខាំអីហ្នឹងគឺសត្វពឹសផ្សេងគឺមិនឲ្យចូលមកជិតខ្លួនយើងបានទេបាទនេះគឺជាប្រភេទនៃថ្កៀមខ្ទីងបងប្អូនណាបាទថ្កៀមខ្ទីងបាទហើយពណ៌សម្បុរគាត់គឺឡើងស្អាតណាស់ពណ៌ធម្មជាតិបងប្អូនណាឡើងធម្មជាតិបាទនេះយើងទៅតែបានថ្មីដែរទេបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទស្អាតអានុភាពលោកខ្លាំងណាស់ដាក់នៅលើដើមចេកគឺមិនលូតទេបងប្អូនណាគឺមិនលូតទេបាទការពារបានគ្រប់យ៉ាងបងប្អូនណាបាទចឹងអង្គខ្នាយនិងអង្គថ្កៀមនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានចង់យកទៅទុកគ្រប់វិជាថាអាសាបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបានដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅកលលឺលុះនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាស្អាតណាស់បងប្អូនណាបាទគឺស្អាតណាស់ខ្នាយកាច់មួយអង្គនេះ
បាន